លើកនេះ Juji គូរូបហោះវាគឺដើម្បីនិយាយអំពីខ្យល់និងភ្លៀងដោយការរំពឹងទុកគាត់ត្រូវបានផ្ទេរទៅកិច្ចការសំខាន់វាបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំអ្នកមិនចាំបាច់បារម្ភពីរឿងនោះទេខ្ញុំគាត់គឺជាកូនប្រុសច្បងរបស់នាងនៅសម័យយើងប៉ុន្តែទោះបីជា Lee Ji គ្រាន់តែជាមនុស្សគ្មានតម្លៃក៏ដោយទោះបីជាអ្នកមិនធ្វើចលនាក៏ដោយខ្ញុំនៅតែអាចទទួលបានជោគជ័យ5ថ្ងៃទៀតចាំខ្ញុំផងមិនចាំបាច់បារម្ភទេខ្ញុំនឹងរៀបការជាមួយអ្នកខ្ញុំនៅស្ងៀមយូខ្វាងគូទោះយ៉ាងណាក៏ដោយអ្នកដែលទុនជ្រីឈរនឹងពន្លឺចាញ់ចាំងមួយបានភ្លឺឡើងនៅក្នុងភ្នែករបស់ស្វាន់និងផូស្វ័រក្រោយពីភ្លៀងឈប់ធ្លាក់ពួកគេបានបែកគ្នានៅមុំផ្ទុយគ្នាហើយខ្ញុំដោយឃើញរូបរាងរបស់ពួកគេកំពុងដកថយខ្ញុំបានងាកមើលទៅក្មេងប្រុសដែលពាក់វីនីលនៅក្បែរគាត់បានសួរដោយចៃដន្យលូស៊ីងស៊ីសំបីតែអធិរាជនីក៏និយាយជាមួយអ្នកដែរមិនអីទេពេលដូច្នេះគាត់ក៏ងើយមុខមកមើលខ្ញុំដោយភ្នែករបស់គាត់មានការងប់ងល់ប្រភេទពិសេសមួយនៅក្នុងវាគាត់លុតជង្គង់ចុះដោយគោរពគាត់បានអង្គក្បាលចុះមករកខ្ញុំសូមព្រះអង្គមេត្តាជ្រាបខ្ញុំលូស៊ីងឈីខ្ញុំសូមស្បោះចំពោះស្ថានសួគ៌ប្រសិនបើខ្ញុំធ្វើខុសចំពោះព្រះអង្គម្ចាស់នាពេលអនាគតខ្ញុំនឹងសូមឲ្យខ្ញុំស្លាប់ដោយគ្មានកន្លែងបញ្ចុះសពត្រឹមត្រូវពន្លឺនិងស្រមោលនៅលើមេឃបានផ្លាស់ប្ដូរបន្ទាប់មកវាបានបាត់ខ្លួនដោយគ្មានដានគាត់ពិតជាបានរើភ្នែករបស់គាត់ភ្លាមការសុភមមួយអារម្មណ៍រំជើបរំជួលបន្តិចនៅក្នុងចិត្តខ្ញុំត្បូងយាយតំណាងឲ្យជើងរបស់ស្វាមីដែលជារូបសត្វ Phoenix កូនសោស្ថិតនៅក្នុងចង្កេះរបស់គាត់ខ្ញុំជឿអ្នកខ្ញុំបានត្រឡប់ទៅអធិរាជនីវិញដើម្បីជួសជុលវាឲ្យខ្ញុំពីមានដែលកំពុងសាងសង់មិនទាន់ត្រូវបានបញ្ចូលនៅឡើយទេហើយចុងក្រោយទេពអប្សរតូចពណ៌ក្រហមរបស់ខ្ញុំវារត់មករកខ្ញុំព្រះអង្គគុំម្ចាស់ពួកគេចង់កាត់ផ្ដាច់ពូជពងរបស់អ្នកដាំស៊ីកាម៉ខ្ញុំងើបមុខឡើងភ្លាមហើយប្រញាប់ប្រញ័រពេលមកដល់ទីធ្លាធំខ្ញុំបានរកឃើញថាដើមឈើនោះកាប់ភ្លើងមួយចំនួនធំត្រូវបានដើមឈើ Phoenix ដាំដោយឈាមថ្មីវត្ថុបុរាណសត្វគ្រា Phoenix បានបង្ហាញខ្លួនជាលើកដំបូងមិនអីទេដើមឈើនេះជាកន្លែងដែលខ្ញុំបានចាក់ចេញពីត្រកូល Phoenix វាជាអំណោយមួយពីម្ដាយរបស់ខ្ញុំនាងបាននិយាយថាដើម Phoenix គឺជានិមិត្តរូបនៃ Phoenix ត្រឡប់មកផ្ទះវិញមិនថាខ្ញុំនៅទីណាក៏ដោយឲ្យតែខ្ញុំពេលឃើញដើមឈើស៊ីកាម៉នេះខ្ញុំបានមកដល់ផ្ទះហើយការដាំដំបងឡើយវាគ្រាន់តែជាពន្លកតូចមួយប៉ុណ្ណោះបៃតងខ្ញុំមើលថែវារាល់ថ្ងៃរហូតដល់ចប់ព្រះបន្លាសៅនេះមើលទៅដូចជាដំបងឈាមរបស់ខ្ញុំដែលធ្លាប់តែស្រស់ថ្លានិងរស់រវើកឥឡូវនេះកំពុងពុះវាគ្រាន់តែជារឿងធម្មតានិងគ្មានព្រឹត្តិការណ៍អ្វីកើតឡើងតែអ្នកមានសិទ្ធិអ្វីមកកាប់ដើមឈើស៊ីកាម៉របស់ខ្ញុំវាគ្រាន់តែជាដើមឈើដែលបាក់បែកដែលត្រូវបានកាប់ចោលវាត្រូវបានកាត់ផ្ដាច់ Liv Yun ចូលចិត្តផ្កា Phoenix 2ចាប់ពីពេលនេះទៅមានតែខាងក្រោមនេះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតពីទីនេះនេះជាវិមានរបស់ខ្ញុំអាចដាំអ្វីក៏បាននៅទីនេះអ្វីដែលត្រូវដាំតើវាអាចទៅរួចទេដែលអ្នកមិនអាចផ្ដល់ឲ្យនាងបានខ្ញុំអាចរកកន្លែងស្នាក់នៅណាគំនិតមួយបានឆ្លងកាត់មុខរបស់សងហេជួនមានអារម្មណ៍ខ្មាស់អៀនបន្តិចនាងគ្រាន់តែជាម្នាក់ក្នុងចំណោមមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសពីត្រកូលនាគមុនពេលខ្លាយជាព្រះអង្គម្ចាស់មកុដនាគទាំងអស់ព្រះអង្គម្ចាស់ទាំងអស់រស់នៅក្នុងវិមានធំតែមួយនៅខាងក្នុងសាលអ្វីដែលជារបស់អ្នកគឺជារបស់ខ្ញុំគ្រាន់តែវាចាំបាច់ក្នុងការរៀបចំជាមុនបើអ្នកខឹងខ្ញុំនឹងខ្ញុំប្រហែលជាមិនរៀបការជាមួយអ្នកនៅពេលណាមួយពីនិយាយដូច្នោះរួចសុងហិចសួនមិនបានអារម្មណ៍ភ័យស្លន់ស្លោបានលេចឡើងនៅលើមុខរបស់ខ្ញុំបានបញ្ចុះបញ្ចូលគាត់យ៉ាងស្រទន់ថាវាច្របូកច្របល់ណាស់ខ្ញុំកំពុងធ្វើរឿងនេះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកបើអ្នកប្រព្រឹត្តល្អខ្ញុំនឹងធ្វើមុនគេលួងលោមសុភមង្គលដើម្បីឲ្យអ្នកអាចសម្រាលកូននាគបានកូនប្រុសច្បងនៃត្រកូលសុងហិចសួនកុំមើងងាយខ្លួនឯងអីការដាក់ពាក្យស្លឹកមាសស្វាមីរបស់ខ្ញុំនឹងមិនដែរវាអាចជាអ្នកនាងមិនជឿខ្ញុំទេហើយគ្រាន់តែគិតថាខ្ញុំគាត់គ្រាន់តែនិយាយរឿងទាំងនោះដោយកំហឹងប៉ុណ្ណោះបើមិនមែនជាខ្ញុំទេតើអ្នកនឹងរៀបការជាមួយអ្នកណាទៀតនៅថ្ងៃនោះអធិរាជនីផ្ទាល់បាននិយាយថាពួកគេកំពុងរៀបចំសម្រាប់ពិធីមង្គលការរបស់យើងខ្ញុំសម្លឹងមើលគាត់ដោយពោពេញដោយទំនុកចិត្តគាត់សើចចំអកក្នុងចិត្តចំពោះរូបរាងរបស់នាង5ថ្ងៃក្រោយមកមនុស្សគ្រប់គ្នាបានប្រមូលផ្ដុំគ្នាអាងហែទឹកនាគគួរឲ្យភ្ញាក់ផ្អើលណាស់លើកនេះសំឡេងទន់ស្ពនធននិងផូស្វ័រក៏បានដើរតាមផងដែរភ្លាមនោះមនុស្សគ្រប់គ្នាចាប់អារម្មណ៍វាបានធ្លាក់មកលើពួកគេសុងហិចសួនបានឃើញខ្ញុំពីចម្ងាយហើយក្រោកឈរឡើងឆ្លាក់ផ្លូវខាងមុខដនលើកនេះខ្ញុំពឹងផ្អែកលើអ្នកមិនអីទេពេលនាងនិយាយកែវភ្នែករបស់នាងតាមពិតវាបានស្ងប់ចិត្តឥឡូវនេះស្ពនធននិងផូស្វ័រក៏នៅជាមួយខ្ញុំដែរខ្ញុំនឹងមើលថែអ្នកចាប់ពីពេលនេះទៅខ្ញុំនៅស្ងៀមហើយនាងក៏មិនបានដែរការថែទាំប៉ុន្តែភ្នែកដែលមានមោទនភាពនិងជឿជាក់ទាំងនោះពេលខ្លះព្រះជាម្ចាស់គ្រប់ដណ្ដប់លើអ្នកដទៃផ្ទះមួយដែលមិនស្រួលខ្លួននិងមិនស្រួលខ្លួនភ្លាមនោះកែវភ្នែករបស់សុងហិចឈួនភ្លាមនោះវាបានស្រែកឡើងបន្ទាប់មកនាងបានដើរទៅរកលូស៊ីងស៊ីបានដើរចេញទៅហើយមុខរបស់គាត់វាជាកំហឹងដែលមិនធ្លាប់មានពីមុនមកត្បូងពេជ្រតំណាងឲ្យភរិយារាជវង្សនៃត្រកូល Phoenix តើចំណាត់ថ្នាក់នេះបានបញ្ចប់ដោយរបៀបណាចំពោះអ្នកភ្នែករបស់សុងហិចឈួនត្រូវបានផ្ដោតសម្លឹងមើលទៅលូស៊ីងស៊ីដូចជាចង់នាងបានហែកវាចោលលូស៊ីងឈីមិនខ្លាចអ្វីទាំងអស់គ្រាន់តែក្រឡេកមើលទៅក្រោយដោយត្រចៀកសុងហិចស៊ួនមានការភ្ញាក់ផ្អើលភ្លាមចំពោះភីគីមខាងទៀតអាកប្បកិរិយារបស់គាត់ធ្វើឲ្យគាត់ខឹង